ប្រទេសមិចស៊ិកធ្លាក់ក្នុងចលាចលដោយសារសមាជិកក្រុមជួញដូរគ្រឿងញៀននាំគ្នាចេញមកសងសឹកនឹងការស្លាប់របស់មេក្រុមម្នាក់របស់ខ្លួនពីការតាមប្រមាញ់របស់អាជ្ញាធរមិចស៊ិកកាលពីថ្ងៃអាទិត្យសប្តាហ៍មុនបរិះដែលគេតាមប្រមាញ់ចង់ចាប់បំផុតនៅក្នុងប្រទេសមិចស៊ិកឈ្មោះថាអែលម៉ាន់ឆូត្រូវបានស្ទាក់ចាប់និងសម្លាប់ក្នុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយមេគ្រឿងញៀនរូបនេះធ្លាប់ត្រូវបានគេដាក់តម្លៃតាមចាប់ខ្លួនដល់ទៅ$15 លានជាថ្នូរនឹងព័ត៌មានដែលឈានដល់ការចាប់ខ្លួនបុគ្គលរូបនេះក៏ប៉ុន្តែចុងក្រោយអែលម៉ាន់ឆូត្រូវស្លាប់ដោយសាររងរបួសនិងក្នុងពេលជម្លៀសចេញព្យាយាមសម្ដៅទៅទីក្រុងមិចស៊ិកូស៊ីទីតាមផ្លូវអាកាសប៉ុន្តែសម្រាប់រដ្ឋាភិបាលមិចស៊ិកូជ័យជំនះមួយនេះមានរយៈពេលខ្លីដោយសារតែប្រទេសរបស់ខ្លួនបានផ្ទុះចលាចលឡើងភ្លាមផ្ទុះចលាចលគឺដោយសារតែការឆ្លើយតបរបស់ក្រុមជួញដូរគ្រឿងញៀននេះគឺយ៉ាងឆាប់រហ័សនិងគួរឲ្យភ័យខ្លាចក្រុមអន្តរជាតិទាំងអស់នោះបានប្លន់តាមបណ្ដាហាងនិងដុតបំផ្លាញយានយន្តជាង250គ្រឿងនៅទូទាំងរដ្ឋចំនួន20ផ្សេងគ្នាផ្លូវ highway ត្រូវបានប្រែក្លាយទៅជាទីលានចតឡានក្រុងនិងឡានដឹកទំនិញដែលឆាបឆេះសន្ធោសន្ធៅពេញដងផ្លូវហាងនានាត្រូវបានប្លន់និងផ្នែកខាងមុខរងការឆេះបំផ្លាញខណៈដែលអាកាសយានដ្ឋានអន្តរជាតិ Guadalajara អ្នកដំណើរជាច្រើនត្រូវគេថតតាមវីដេអូបង្ហាញពីភាពភ័យស្លន់ស្លោខំស្វែងរកកន្លែងគេចខ្លួនខ្លះពួនសំងំខណៈដែលសំឡេងរោសង្គ្រោះបន្ទាន់បានបន្លឺឡើងនៅគ្រប់ terminal ទាំងអស់ពេលនេះស្ថានភាពគឺអាក្រក់ណាស់សម្រាប់ប្រទេសមិចស៊ិកទីក្រុង Guadalajara ជាកន្លែងដែលអំពើហិង្សាបានចាប់ផ្ដើមនេះគឺជាទីក្រុងមួយនៅក្នុងចំណោមទីក្រុងដែលត្រៀមធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ2026ក៏ប៉ុន្តែបច្ចុប្បន្នតំបន់មួយនេះស្ថិតនៅក្រោមការប្រកាសអាសន្នសន្តិសុខកម្រិតពណ៌ក្រហមនៅក្នុងការប៉ះទង្គិចគ្នាលើកដំបូងសមាជិកឆ្មាំការពារជាតិមិចស៊ិកចំនួន25នាក់និងសមាជិកក្រុមជួញដូរគ្រឿងញៀន30នាក់ត្រូវបានសម្លាប់នេះបង្កើនសំណួរកាន់តែច្រើនថាតើមិចស៊ិកអាចធានាសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍កីឡាដ៏ធំបំផុតរបស់ពិភពលោកបានដែរឬយ៉ាងណាទោះបីជារដ្ឋាភិបាលមិចស៊ិកបាននិយាយថាស្ថានភាពកំពុងស្ថិតក្រោមការគ្រប់គ្រងក៏ដោយចំនួនអ្នកស្លាប់បានកើនឡើងយ៉ាងហោចណាស់73នាក់ហើយឡានក្រុងដែលឆេះមួយគ្រឿងក៏ត្រូវបានគេប្រទះឃើញនៅចម្ងាយប្រមាណតែជាង1គីឡូម៉ែត្រពីពហុកីឡដ្ឋាន Estadio Akron ឥឡូវនេះ FIFA ប្រឈមមុខនឹងបញ្ហាប្រឈមសន្តិសុខដ៏សំខាន់មួយខណៈដែលខ្លួនកំពុងធ្វើការដើម្បីធានាថាព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ2026នឹងប្រព្រឹត្តទៅដោយមានសុវត្ថិភាព។